គោលបំណងរបស់សភានិយាយភាសាបារាំងទី2គឺតកតងនឹងការពារភាសាបារាំងមែនតែនខ្លឹមនៃគោលការណ៍របស់សភានិយាយភាសាបារាំងនេះគឺខ្លាំងមែនតែនគឺចង់ឲ្យប្រទេសដែលនិយាយភាសាបារាំងហ្នឹងគឺនៅបន្តនិយាយភាសាបារាំងអញ្ចឹងវាមានន័យនយោបាយការទូតខ្លះប៉ុន្តែខ្លឹមរបស់គេគឺការពារប្រទេសនិយាយភាសាបារាំងដើម្បីការពារភាសាបារាំងវាអញ្ចឹងហើយកម្ពុជាយើងភាសាបារាំងហ្នឹងគឺទៅហើយអស់ហើយនៅសល់តិចតួចមែនតើព្រោះអ្នកនិយាយភាសាបារាំងហ្នឹងគឺស្ទើរតែបោះបង់ចោលទាំងស្រុងទៅហើយមកនិយាយភាសាអង់គ្លេសដោយសារឥទ្ធិពលភាសាអង់គ្លេសហ្នឹងវាខ្លាំងមែនតើហើយនៅលើពិភពលោកនេះភាសាអង់គ្លេសនេះវាវាយលុកអស់ហើយអ្នកចេះបារាំងនាំគ្នារៀនអង់គ្លេសស្ទើរតែគ្រប់គ្នាហើយព្រោះអីបើអត់និយាយភាសាអង់គ្លេសទេគឺពិបាកជជែកគ្នាណាដោយសារតែភាសាអង់គ្លេសក្លាយជាភាសាអាជីវកម្មភាសាទំនាក់ទំនងការទូតនិងភាសាសម្រាប់ប្រយោជន៍ជីវភាពរស់នៅប្រចាំថ្ងៃអ៊ីនធឺណិត AI technology email ផ្សេងហ្នឹងគឺថាអង់គ្លេសវាវាយលុកសម្បើមមែនតើដល់អញ្ចឹងទៅធ្វើឲ្យពួកគាត់ដែលជាប្រទេសនិយាយភាសាបារាំងចេះតែភ័យអញ្ចឹងទៅក៏នាំគ្នាប្រឹងការពារហើយកម្ពុជាហ្នឹងគឺខំប្រឹងដែរដោយសារតែយើងមានប្រវត្តិក្រោមការគ្រប់គ្រងជាអាណានិគមរបស់ប្រទេសបារាំងជិតមួយទសវត្សជិតមួយសតវត្សបាទ80ឆ្នាំជាងដូច្នេះបើចាស់ចំនួនអាយុចាប់ពី60ឆ្នាំទៅអាចនៅមានចំណេះជំនាញភាសាបារាំងច្រើនដែរប៉ុន្តែបើក្មេងជំនាន់ក្រោម50ដូចខ្ញុំអី0ហើយភាសាបារាំងអត់ចេះសោះខ្ញុំចេះបានមួយម៉ាត់ពីរដោយសារតែឮគេនិយាយយកភាសាបារាំងមកប្រើដូចរ៉ាឌីយ៉ូអីចឹងណារហូតតចាស់ដូចជំនាន់ជីដូនខ្ញុំអីវិញពាក្យរ៉ាឌីយ៉ូហ្នឹងគាត់ថាពាក្យខ្មែរដល់តែពេលយើងថាគាត់ទាឲ្យយើងទៅយករ៉ាឌីយ៉ូជូនគាត់យើងថាយាយចង់សំដៅលើវិទ្យុហ្នឹងមែនគាត់ថាអាក្មេងសម័យក្រោយរៀងពិបាកបន្តិចដែរអត់ចេះខ្មែរទេទៅនាំគ្នានិយាយភាសាបារាំងសិស្សវិទ្យុឯណាវិញតាមពិតពាក្យហ្នឹងរ៉ាឌីយ៉ូតាមពិតក៏អត់ដឹងថារ៉ាឌីយ៉ូក្នុងភាសាបារាំងគាត់និយាយបែបកំ pl ែងផងក៏មិនដឹងព្រោះអីគឺយើងនិយាយស៊ាំហ្នឹងមិនអញ្ចឹងឯងភាសារ៉ាឌីយ៉ូម៉ៃយ៉ូឬក៏ភាសាអីភាសាខ្ចីពីបារាំងច្រើនណានៅភាសាខ្មែរយើងហ្នឹងដែលពីជំនាន់មុនដែលខ្ញុំចេះហ្នឹងគឺចេះពាក្យពេចន៍អញ្ចឹងទេមិនមែនចេះនិយាយចេះអីទេដោយសារតែវាស្រដៀងគ្នាហើយយើងប្រើនៅក្នុងភាសាខ្មែរយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងស៊ាំហើយអ្នកដែលនិយាយភាសាបារាំងដែលបញ្ចូលពាក្យបារាំងបន្តិចបន្តួចហ្នឹងស្ដាប់ទៅគឺដូចជាបង្ហាញអំពីភាពចេះដឹងដូចជាភាពមានគុណសម្បត្តិគរុកោសល្យណែចំណេះគុណវុឌ្ឍិនៅក្នុងខ្លួនហ្នឹងថាចេះនិយាយភាសាបារាំងតាមពិតចាស់ស្ទើរតែគ្រប់គ្នាកាលពីជំនាន់មុនហ្នឹងដែលនៅសេសសល់ចាប់ពី65ដូចខ្ញុំជំរាបជូនអញ្ចឹងគឺគាត់មានចំណេះជំនាញភាសាបារាំងក្មេងៗសារក្រោយជំនាន់ខ្ញុំអាយុ50ឆ្នាំឬ50ចុះនេះចេះភាសាបារាំងតែក្នុងករណីឈ្មោះឈ្មោលចង់រៀនទេបើឲ្យដូចពីមុនមកគឺអស់ហើយព្រោះអីគាត់ចាស់ពីមុនគាត់រៀននៅសាលាហ្មងគឺរៀនភាសាបារាំងគាត់រៀនគាត់និយាយបើជួបគ្នាវិញចាប់តាពី65ឆ្នាំទៅតែយ៉ាត់តែគាត់ជួបគ្នានិយាយយើងស្ដាប់គាត់អត់បានទេព្រោះអីភាសាបារាំងតាក់ទងនឹងថ្នាក់កុមារដ្ឋានថ្នាក់បឋមសិក្សាអីគាត់ប្រើសើ Premier Secondaire អីចឹងអីណាស្ដាប់ទៅគឺតែយើងថាអានឹងស្អីគេចេះដល់ពេលយើងមើលPremier ប្រហែលជាមកពីពាក្យ Primary បឋមសិក្សា Secondary ហ្នឹងប្រហែលជាអា Secondary ហ្នឹងគឺវិទ្យាល័យអីចឹងទៅស្ដាប់ទៅហើយយើងនៅប្រើពាក្យ Diploma បាក់អងបាក់ឌុបអីហ្នឹងជាសុទ្ធតែភាសាបារាំងតានៅច្រើនក៏ប៉ុន្តែភាសាបារាំងនេះគឺវារិចរិលខ្លាំងមែនតើអញ្ចឹងហើយបានជារដ្ឋាភិបាលបារាំងចេះតែស្អំជួយអញ្ចឹងហើយលោក Manuel Macron ដែលជាប្រធានាធិបតីបារាំងនឹងទៅទស្សនកិច្ចនៅកម្ពុជានៅខែវិច្ឆិកានេះដើម្បីទៅចូលរួមការដែលរៀបចំគេហៅពិធី Francophonie គឺបានន័យថាប្រទេសនិយាយភាសាបារាំងឬក៏យុទ្ធនាការជួយអភិរក្សថែរក្សាភាសាបារាំងហើយគាត់ទៅនេះគឺមិនមែនជាទៅក្នុងនយោបាយអីដើម្បីដោះស្រាយផែនចំនួនព្រំដែនខ្មែរថៃអីទេគាត់ទៅហ្នឹងគឺដើម្បីជួយរឹតបន្តឹងការនិយាយភាសាបារាំងឲ្យបានផលផុសតិចឃើញដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំងថាទៅហ្នឹងដើម្បីជួយគ្រប់គ្រងខ្មែររឿងថៃអីអត់ទេដូចគ្នាព្រោះអីអញ្ចឹងគាត់ថាអ្នកតស៊ូមតិអីគាត់ឃើញលោកម៉ាក្រុងដែលថាគ្រោងនឹងធ្វើទស្សនកិច្ច
ទៅនិយាយពីការស្ដារថែរក្សាអភិរក្សភាសាបារាំងនៅប្រទេសកម្ពុជាហ្នឹងគឺឆ្លៀតឱកាសហ្នឹងយកសារនយោបាយដែរដោយក្រមចលនាមេដាធម្មជាតិឬអង្គការតាក់ទងនឹងសិទ្ធិមនុស្សអន្តរជាតិមួយនោះដែលកំពុងតែដាក់ញត្តិទៅប្រធានាធិបតីបារាំងនេះឲ្យជួយដោះលែងអ្នកទោសមនសិការនៅខ្មែរដូចជាថនរដ្ឋាភួនកែវរស្មីលងកន្ធា យឹមលីងហ៊ីហើយនិងលីចន្ទរាវុធអីអញ្ចឹងដើម្បីអឺបង្ហាញថាបារាំងយកចិត្តទុកដាក់អំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែរមិនមែនតែយកចិត្តទុកដាក់តែភាសាបារាំងទេអីអញ្ចឹងទៅបាទក៏ប៉ុន្តែបងប្អូនលោក Manuel Macron ទៅអេម Emmanuel Macron ដែលទៅប្រទេសកម្ពុជានេះមិនមែនទៅដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឬទៅដើម្បីទទួលស្គាល់ឬស្អីគេទេគឺគាត់ទៅដើម្បីចូលរួមតំណាងឲ្យប្រទេសបារាំងថាគាត់យកចិត្តទុកដាក់ស្ដារភាសាអក្សរសាស្ត្របារាំងដែលធ្លាប់មានឫសគល់យ៉ាងជ្រៅនៅប្រទេសកម្ពុជាព្រោះប្រទេសកម្ពុជាគឺដូចខ្ញុំជំរាបអញ្ចឹងថាមានការប្រើប្រាស់ភាសាបារាំងនៅមានចាប់ឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមនេះគ្រាន់តែថាយុវវ័យយុវជនជំនាន់ក្រោយបោះបង់ចោលភាសាបារាំងនេះស្ទើរតែទាំងអស់ហើយដោយសារតែទំនោរពិភពលោកមិនមែនទៅបន្ទោសអីពួកគាត់ទេហើយក៏មិនបន្ទោសរឿងភាសាបារាំងរិចរិលនៅស្រុកខ្មែរនឹងដែរដោយសារតែគេទៅខ្យល់បក់ទៅភាសាអង់គ្លេសអស់ហើយយើងនៅបារាំងនឹងនិយាយបានតែគ្នា4 5នាក់ហ្នឹងឯងបាទឥឡូវគោលបំណងទី3គឺតកតងនឹងការលើកស្ទួយប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែរនេះគឺស្ថាប័ននេះហើយគេលក់គេលើកស្ទួយប្រជាធិបតេយ្យនិងសិទ្ធិមនុស្សតាមរយៈម៉េចគឺគេជួយបណ្ដុះបណ្ដាលតំណាងរាស្ត្រដែលជាសមាជិកនៃប្រទេសនិយាយភាសាបារាំងហ្នឹងអដោយដូចថាពេលខ្លះក៏គាត់បញ្ជូនក្រុមអ្នកសង្កេតការបោះឆ្នោតហើយពេលខ្លះគឺគាត់នឹងលើកស្ទួយសិទ្ធិមនុស្សនឹងដែរអញ្ចឹងនៅក្នុងន័យនេះគឺអង្គការនេះក៏មានប្រយោជន៍ដែរប៉ុន្តែម្ដងទៀតអត់មានឥទ្ធិពលក្នុងការដាក់សម្ពាធអីទាំងអស់គ្រាន់តែថាជួយជាសារឲ្យឮដែរកុំឲ្យអត់សោះតែខ្ញុំគិតថារដ្ឋាភិបាលកម្ពុជាតាមរយៈព្រឹទ្ធសភាកម្ពុជាហ្នឹងក៏មានទឹកមាត់ប្រែងបន្តិចដែរមិនអញ្ចឹងឯងកុំរអ្នកណាមកឲ្យជួយចេញសារអីនៅខាងកម្ពុជាណាអញ្ចឹងសារនេះគឺសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាសម័យប្រជុំប្រចាំឆ្នាំលើកទី51នៃសភាប្រើភាសាបារាំងអនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជានិងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកតាមសំណើរបស់គណៈកម្មាធិការនយោបាយរបស់សភាប្រើភាសាបារាំង APF ឬក៏ AFP សម័យប្រជុំប្រចាំឆ្នាំលើកទី51នៃសភាប្រើភាសាបារាំងនេះដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអូនដេគឺប្រទេសកាមេរូនឃើញទេប្រទេសនៅអាហ្វ្រិកខាងត្បូងឯណោះមិនមែនធ្វើនៅបារាំងទេបានអនុម័តកាលពីថ្ងៃទី11ខែកក្កដាឆ្នាំ2026នៅសេចក្តីសម្រេចដែលបញ្ជាក់ឡើងវិញបាទម្ដងទៀតតាមពិតធ្លាប់ជួយបញ្ជាក់អញ្ចឹងយូរហើយតាំងពីឆ្លោះគ្នាជាមួយថៃមកហ្នឹងគឺឥឡូវនេះគាត់បញ្ជាក់ម្ដងឡើងវិញទេគឺការគ្រប់គ្រងយ៉ាងរឹងមាំឥតងាករេចំពោះអធិបតេយ្យកម្ពុជានិងបូរណភាពទឹកដីខ្មែរហើយសេចក្តីសម្រេចនេះគឺគេមានខ្លឹមសារច្រើនដែរបងប្អូនគ្រាន់តែថាអ្វីដែលជាគោលគឺទី1គេឲ្យកម្ពុជានិងថៃហ្នឹងគឺនិយាយទៅគឺជំរុញឲ្យមានសុខសន្តិភាពនឹងគ្នាហាក់បីដូចជាអំពាវនាវដែរឲ្យប្រទេសថៃហ្នឹងអនុវត្តតាមបទឈប់បាញ់អញ្ចឹងនៅក្នុងន័យហ្នឹងសភានិយាយភាសាបារាំងហ្នឹងអាចយល់ស្របថាថៃទេដែលសម្ោចក្នុងខោអាចប៉ះពាល់ដល់បទឈប់បាញ់ហ្នឹងគឺមិនអនុវត្តតាមអញ្ចឹងណាហើយកម្ពុជាសំណើសេចក្តីសម្រេចនេះក៏ស្នើឲ្យថៃនឹងគោរពបទឈប់បាញ់នឹងឲ្យខ្ជាប់ខ្ជួនហើយចរចារកសុខសន្តិភាពជាមួយគ្នាហើយទទួលស្គាល់អធិបតេយ្យរបស់កម្ពុជាតាមពិតការទទួលស្គាល់អធិបតេយ្យរបស់កម្ពុជារបស់ស្ថាប័នសភានេះគឺមានភាពរៀងសពិចសពិលដែរបងប្អូនទទួលស្គាល់អធិបតេយ្យហ្នឹងគឺតតែយើងដាក់មកប្រាប់កម្ពុជាទៀតថាព្រំដែនខ្មែរថៃហ្នឹងគឺតាមប្រើផែនទីខ្នាតណាបើធម្មតាជាសភានិយាយជាន័យទូទៅប្រទេសណាក៏គេគ្រប់គ្រងអធិបតេយ្យរបស់ប្រទេសណាបានដែរព្រោះអីប្រទេសដែលជាអធិបតេយ្យអញ្ចឹងគឺគេអត់មាននរណារំលោភបំពានបានទេអញ្ចឹងយើងគ្រប់គ្រងជាគោលអញ្ចឹងត្រូវហើយប៉ុន្តែ
ប្រើផែនទីអីនៅក្នុងនេះគឺសភានិយាយភាសាបារាំងអត់បាននិយាយថាយើងគាំទ្រអធិបតេយ្យកម្ពុជាតែគាំទ្រអធិបតេយ្យកម្ពុជាផ្អែកលើຂະຫນាតផែនទីមួយណាបើផែនទីຂະຫນាតមួយលើ200,000បានន័យថាអាហ្នឹងគឺជាដីខ្មែរស្របច្បាប់100%ហើយប៉ុន្តែប្រហែលជាសភានេះក៏គាត់មិនស៊ីជ្រៅអីរហូតដល់ផែនទីនឹងដែរខ្លាចអញញ៉ៃហ្នឹងក៏តែមិនដឹងអញ្ចឹងក៏អត់មានពាក្យហ្នឹងទេគ្រាន់តែថាឲ្យអឺអឺសហការបញ្ឈប់ចំនួនហ្នឹងដោយស្នើឲ្យដកទ័ពថៃនៅក្នុងតំបន់ចំនួនចេញពីដីហ្នឹងទៅទៀតនេះគឺជាសំណើទេបងប្អូនខ្ញុំអត់ដឹងថាតើសំណើដកទ័ពថៃចេញពីដែនដីចំនួននេះគឺវាបានប្រសិទ្ធភាពប៉ុណ្ណាមានឥទ្ធិពលប៉ុណ្ណាព្រោះអីអ្នកដែលឲ្យថៃដាក់ទ័ពនៅលើតំបន់ដែលកំពុងតែមានចំនួនហ្នឹងមិនមែនមកអត់មានការទទួលស្គាល់ទេគឺកម្ពុជាយើងព្រមតាកម្ពុជាព្រមឲ្យគេនៅណានៅហ្នឹងហើយដើម្បីឲ្យគេដកឬមិនដកគឺទាល់តែវាស់វែងសិនហើយវាស់វែងបានអ្នកណាអ្នកហ្នឹងនៅត្រឹមហ្នឹងហើយហួសចូលដីខ្មែរត្រូវដកទៅវិញឲ្យផុតអាកន្លែងដែលវាស់ហើយឃើញចូលដីខ្មែរក៏ប៉ុន្តែនៅក្នុងន័យនេះឃើញសមាជិកសភានិយាយភាសាបារាំងនេះក៏ស្នើឲ្យគណៈកម្មការ JBC នេះគណៈកម្មការព្រំដែនដែលមាននៅក្នុងប្រការ3នៃបទជប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025ហ្នឹងឲ្យនាំគ្នារៀបចំវាស់វែងដីហ្នឹងទៅហើយជជែកគ្នាទៅដែរបាទក៏ប៉ុន្តែយើងដឹងហើយមកដល់ម៉ោងហ្នឹងគឺថៃមិនវាស់មិនវែងអីទេបាទអញ្ចឹងលោកអ៊ុចបូរិតដែលជាអនុប្រធានទី1ព្រឹទ្ធសភានៃប្រទេសកម្ពុជាហ្នឹងគឺបានដឹកនាំគណៈប្រតិភូខាងព្រឹទ្ធសភាកម្ពុជាទៅចូលរួមនៅក្នុងពិធីនេះហើយបានសេចក្តីសម្រេចប៉ុណ្ណឹងប៉ុន្តែយ៉ាងណាក៏បានខ្លះដែរកុំឲ្យកម្ពុជាអត់បានអីសោះតែម្ដងទៀតបងប្អូននេះគឺគ្មានឥទ្ធិពលអីនៅក្នុងការដាក់សម្ពាធថៃអីទេព្រោះអីបើខ្ញុំជាខាងសមាជិកសភានិយាយភាសាបារាំងនេះដើម្បីឲ្យកម្ពុជាអាចបានដីពីថៃមកវិញខ្ញុំច្បាស់ជានឹងស្នើឲ្យកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែរដើម្បីប្រើយន្តការច្បាប់អន្តរជាតិដែរប៉ុន្តែគាត់និយាយទៅគឺធ្វើឲ្យតែគ្រប់កិច្ចហ្នឹងបងប្អូនគ្រប់កិច្ចហ្នឹងគឺកម្ពុជាគ្នាបង្វល់ថៃយូរហើយឲ្យចរចាឲ្យវាស់វែងឲ្យអីឲ្យកុំរំលោភបាត់ជប់បាញ់នៅតែប៉ុណ្ណឹងបាទឥឡូវខ្ញុំព័ត៌មានបន្តទៀតតកតងនឹងរឿង10ឆ្នាំចាំយុត្តិធម៌យុវជនខ្មែរនៅជប៉ុនដង្ហែក្បួនចងចាំលោកបណ្ឌិតកែមលីបាទថ្ងៃនេះគឺយើងឃើញយុវជនខ្មែរជាច្រើននៅប្រទេសជប៉ុនបានរៀបចំពិធីដើរដង្ហែក្បួននៅប្រទេសនេះដែលមានជារូបភាពបដានឹងសារតកតងនឹងការរំលឹកវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីវីរៈភាពដែលយកប្រធានបទឈាមនៃការពិតតាមពិតប្រធានបទឈាមនៃការពិតនេះគឺជាការផ្ដួចផ្ដើមរបស់បណ្ដាញយុវជនកម្ពុជាសកលដែលដឹកនាំការធ្វើពិធីនេះទាំងនៅប្រទេសកាណាដាដូចជានៅទីក្រុងម៉ុងរ៉េអាល់គីបិចនៅឥឡូវនេះនៅជប៉ុនហើយនៅថៃយើងឃើញកម្មវិធីនេះគឺប្រព្រឹត្តទៅច្រើនកន្លែងដែរនៅសហរដ្ឋអាមេរិកនេះក៏មានបងប្អូនយើងគ្រោងធ្វើពិធីនេះដូចគ្នាដែរហើយ